ទី1ចាប់បរិបទទី2គឺយើងចាប់តាមចូលទៅកាន់ CCNA តែម្ដងទីណាសូមចាំដល់ទៅថា CCNA គឺ Cisco Certified Network Associate អញ្ចឹងនៅក្នុង CCNA នេះវាបែងចែកជា4 level គឺ level 1 level 2 level 3 level 4មានន័យថា CCNA 1 CCNA 2 CCNA 3 និង CCNA 4យល់បានអញ្ចឹងយើងរៀនចប់4នោះបាទយើងអាចធ្វើការប្រឡងយក CCNA បានតោះនេះបាទអូខេអញ្ចឹងសញ្ញាបត្រ CCNA របស់ស្រុកគេលក្ខណៈជា worldwide ស្រុកខ្មែរយើងវាច្រើនណាស់យើងរៀនចប់បាក់ដប់មកយើងបានបញ្ញាបត្រអញ្ចឹងបញ្ញាបត្រគឺមកជីវិតទេមិនអញ្ចឹងទេប៉ុន្តែយើងខុសជាមួយនឹងរបស់ Cisco មានន័យថានៅពេលដែលយើងបាន certified ទៅនឹង CCNA ហើយមិនមែនបានមកជីវិតទេគឺវាមាន limit ទៅតាម device ទៅតាមហៅថាអាណត្តិរបស់វាអញ្ចឹងនៅពេលដែលមានប្រដាប់ថ្មីមកឬក៏ develop ខុសថ្មីមកអញ្ចឹងតើតទៅនឹង CCNA certified ដែលយើងទទួលបានត្រូវបាន expire ហើយផុតកំណត់ហើយយើងទាមទារយើងធ្វើការប្រឡងនៅសញ្ញាបត្រថ្មីទៀតនឹងតើតទៅនឹង CCNA យល់បាទហើយភាគច្រើននៅពេលដែលយើងទៅរៀន CCNA ហ្នឹងវាមាន2ទៀតគឺ CCNA Discovery និង CCNA Exploration តែយើងហ្នឹងមួយណាអញ្ចឹងចំពោះតកតងទៅនឹង CCNA Discovery សម្រាប់ខៅតាពី basic step by step អញ្ចឹងកម្រិតនេះសម្រាប់កម្រិតទាបដែលយើងរៀនលក្ខណៈជា Discovery ប៉ុន្តែការដែលគេយក Discovery មករៀនអាស្រ័យទៅលើ instructor មានថាអាស្រ័យទៅលើគ្រូពេលដែលគាត់យកអាហ្នឹងមករៀនមែនប៉ុន្តែអាការលើកឧទាហរណ៍របស់បទពិសោធន៍ការងារគាត់ចេះស្ដាយក៏គាត់អាច implement ឬក៏បញ្ចូលទៅលើ cell គាត់ស្គាល់ថាទៅស្អីជា Discovery របស់ CCNA ប៉ុន្តែសម្រាប់មួយទៀតតកតងទៅនឹង CCNA Exploration CCNA Exploration នេះមានន័យថាសម្រាប់គាត់ថា high level សម្រាប់ពីច្រើនគឺវាបេះទៅលើ configuration វាបេះទៅលើហៅថាសេរីគឺថា advanced តែគេហៅថាវាមិនជា step by step ទេគឺវាកាត់យកតែម្ដងអញ្ចឹងសម្រាប់សាស្ត្រាចារ្យខ្លះគ្រូខ្លះឬ instructor ខ្លះគាត់យក CCNA Exploration មករៀនយល់បានលក្ខណៈថាភាគច្រើនពេលខ្លះយើងថាយកទ្រឹស្ដីខ្លាំងពេកសម្រាប់និស្សិតស្រុកខ្មែរយើងគឺភាគច្រើនភាសាអង់គ្លេសគាត់អត់សូវហៅថាពិបាកក្នុងការយល់ព្រោះគាត់អត់យល់តម្លៃនៃភាសាអង់គ្លេសយ៉ាងម៉េចទេគាត់អត់ខំប្រឹងទៅរៀនទេគឺភាគច្រើនអង់គ្លេសគាត់មានថាគាត់ចេះ technical គាត់ចេះ computer ខ្លាំងប៉ុន្តែសភាការងារធ្លាក់ដោយសារភាសាអង់គ្លេសហើយឯកសារភាសាអង់គ្លេសមួយចំនួនគាត់មើលទៅមើលបានប៉ុន្តែអត់ដឹងតែប្រើថាម៉េចយល់បាននេះវាជាកត្តាសំខាន់ណាអញ្ចឹងអ្នកនរគ្នាមុនចាប់ដើមរៀន Cisco នោះត្រូវធ្វើម៉េចខំប្រឹងប្រឡងយកសញ្ញាបត្រអង់គ្លេស TOEFL ក៏គេថាធ្វើម៉េចឲ្យមើលអង់គ្លេសដាច់ប្រើបាននិយាយបានចាំយើងរៀនចូលដល់ Cisco ព្រោះមិនមែនមានន័យថាយើងចូលរៀនមកជា Cisco ហ្នឹងហើយរៀនចប់បានសញ្ញាបត្ររបស់អត់ទេគឺត្រូវតែប្រឡងហើយប្រឡងគឺប្រឡងបងមួយក្រៅទៀតមិនមែនថារៀនបងមួយឲ្យសាលាហើយរៀនចប់4ហ្នឹងសាលាគេជើងលុយឲ្យបងមិនមែនទេគឺពេលដែលយើងប្រឡងយកសញ្ញាបត្រ CCNA ហ្នឹងយើងត្រូវចេញលុយខ្លួនឯងក្រៅក្នុងការប្រឡងទៀតប្រឡងធ្លាក់គឺធ្លាក់ហើយយល់បាទហើយពេលប្រឡងយកសញ្ញាបត្រ CCNA ហ្នឹងក៏គេអត់មានគ្រូណានឹងក្រោយប្រាប់ទេព្រោះគេអនឡាញកាមេរ៉ាពីខាងក្រៅមកដើម្បីមើលយើងប្រឡងតែម្ដងអត់មានអ៊ីនធឺណិតណាត្រូវ search ទេអត់ទេគឺហៅ lab ដែលគេដែលឬក៏ហៅថា exam ដែលយើងត្រូវប្រឡងហ្នឹងត្រូវបាន support ពីខាងក្រៅមកទាំងអស់គឺមិនមែនគ្រូនៅសាលាយើងដាក់ទេយល់ទេបាទអញ្ចឹងមុនយើងចាប់តាមសម្រាប់ចិត្តថាចូលរៀនវគ្គ Cisco យើងត្រូវសម្រាប់ចិត្តខ្លួនឯងថាត្រូវតែរៀនអង់គ្លេសខ្លាំងដែរយល់ទេបាទបើសិនជាអង់គ្លេសខ្លាំងហើយយើងជាមេគេហើយយើងមានសមត្ថភាពខ្ពស់ហើយយល់ទេបាទបើសិនយើងអត់ចេះអង់គ្លេសទេគេនៅតែព្យាយើងគេនៅប្រើយើងអញ្ចឹងអង់គ្លេសគឺសំខាន់ណាស់ first is important បាទសំខាន់មែនតើអញ្ចឹងយើងមើលពីក្រោយពីយើងបានឆ្លងកាត់វគ្គ CCNA 4ហើយយើងគួរតែរៀនវគ្គមួយទៀតគឺ CCNA Security Plus គឺប្រភេទជាប្រភេទ firewall ប៉ុន្តែ firewall កម្រិតទាបជុំទេណាដល់ពេលយើងដល់វាមាន high level នៃ security ដែលต้องបណ្ដាញពពួក Cisco ASA ទៀតទៅមុខទៀតប៉ុន្តែយើងមកមើលរូបខាងនេះវិញម្ដងរូបខាងនេះគេបានហៅថាដំណើរការនៃការរៀន Cisco ណាបាទអញ្ចឹងវាមាន ICDN1 ឬគេហៅថា CCENT ហើយបាន ICND2 ហើយបានចូលដល់ CCNA ចឹងនៅត្រង់កន្លែងនេះក្រោយពីយើងបានចប់សញ្ញាបត្រ CCNA ហើយយើងអាចទៅប្រឡងយក CCDA ឬក៏ CCNP ឬក៏ CCDP ចឹងពពួក D ហ្នឹងគឺ design បាទគឺពពួក design ទៅលើ infrastructure network របស់យើងហ្នឹង implement ទៅលើ infrastructure ទៅលើ network របស់យើងហ្នឹង
ហើយតើតើ CCNP គឺមានន័យថា CC នេះដឹងហើយ Cisco Certified Network Professional គឺសម្រាប់ Professional Network អញ្ចឹងនៅក្នុង CCNP វាចែកចេញជា3 level តើតើ Routing Switching និង Troubleshoot យល់បាទអញ្ចឹងបើសិនជាអត់មានសញ្ញាបត្រ CCNA នេះទេយើងចង់ទៅប្រឡង CCNP ក៏បានដែរទៅប្រឡង CCDA ក៏បានដែរលុះតើមានសញ្ញាបត្រ CCNA ហើយបាទយើងអាចបោះពុះទៅខាងលើនេះបានយល់បាទអូខេហើយបើសិនយើងបាន CCNA CCNP ហើយគឺ level កម្ពូលខាងលើនេះគឺ CCIE ហើយណា Cisco Certified ណា Internet Network Engineering បាទអញ្ចឹងកន្លែងហ្នឹងគឺវាសំខាន់ណាស់បាទខាងលើនេះហើយដល់ពេលយើងបាន Certify វាហើយគឺមានថានេះក្រុមហ៊ុនរត់រយើងហើយលុយក៏រត់យកយើងដែរតោះនេះបាទអញ្ចឹងខំតអង់គ្លេសហើយ document ស្រាវជ្រាវរៀនបាទអនុវត្តស្វែងរកមិត្តភ័ក្ដិយើងទៅចេះហើយបាទតោះអូខេអញ្ចឹងយើងចែកអ្នកដាច់ថាបើសិនយើងដាក់រៀនមកជា Cisco ត្រូវខំប្រឹងតើតូននឹង device ទាំងអស់ពួកយើងគិតថាពេលដែលយើងចេះឬយើងមានសញ្ញាបត្រពួក Cisco នេះហើយអញ្ចឹងយើងទៅស្រុកគេក៏គេទទួលស្គាល់ដែរពួកយើងចិត្តដល់អាស៊ានហើយឆ្នាំ2015ហ្នឹងគឺខាងអាស៊ានហ្នឹងយើងអាចហៅថាមានការចំណេញមកយ៉ាងសរមូលអញ្ចឹងគឺមានន័យថាបុគ្គលិកខាងគេអាចទៅធ្វើការខាងយើងបានយើងអាចធ្វើការខាងគេបានដែរសម្រាប់ឯកអាស៊ីយើងយល់បាទអញ្ចឹងក៏មានអ្នកប្រកួតប្រជែងជាច្រើនទៀតអញ្ចឹងយើងត្រូវស្វែងយល់បានច្បាស់ទាក់ទងទៅនឹងបណ្ដាញនីមួយៗអូខេអញ្ចឹងនេះគាត់ជាវីដេអូឃ្លីបដំបូងទេវាទាក់ទងទៅនឹង Cisco បាទអញ្ចឹងវីដេអូក្រោយទៀតខ្ញុំនឹងបង្ហាញផ្សេងទៀតតែគាត់ថានេះវាយើងមិនទាន់បេះទៅលើទ្រឹស្ដីបត់របស់ Cisco ទេគាត់ថា Cisco វាជាក្រុមហ៊ុនមួយសម្រាប់ក្នុងការបង្កើត product របស់ network យល់បាទហើយវាតាក់ទងទៅនឹង knowledge តាក់ទងទៅនឹងចំណេះដឹង network គឺដូចយើងសិក្សាជាមួយនឹង Cisco ច្រើនដែលគេថាប្រទេសរាប់រយប្រទេសហ្នឹងគេគេថាទទួលស្គាល់បាទទទួលស្គាល់ទៅលើ Cisco រាប់ពាន់ប្រទេសហ្នឹងបាទអូខេ